សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពី AI មួយដែលវាមានសមត្ថភាពនៅក្នុងការកាត់នៅសំឡេងរំខាននៅពេលដែលយើងថតវីដេអូអីផ្សេងវីដេអូរបស់យើងវាបែរជាមានសំឡេងខ្យល់ឬក៏សំឡេង reduce noise ដែលគេហៅថា reduce noise ឬក៏សំឡេងរំខានហ្នឹងអញ្ចឹង website ឬក៏ AI មួយនេះគឺវាមានសមត្ថភាពពាក់ព័ន្ធទៅនឹងមុខងារនេះហើយអ្វីដែលសំខាន់គឺយើងអាចចូលទៅប្រើ free បានអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនបន្តិចសិននេះគឺជាវីដេអូដែលខ្ញុំ record ដែលមិនទាន់បានប្រើប្រាស់នៅ AI នោះគឺវាមានសំឡេងខ្យល់បានខរំលែកជួននេះរដ្ឋាភិបាលប្រៃថៃនិងនាយឧត្តមសេនីយ៍អញ្ចឹងមានន័យថាវីដេអូនៅពេលដែលយើង record ឬក៏យើងថតអីវាច្បាស់ជាមាននៅសំឡេងខ្យល់ឬក៏សំឡេងរំខានអីផ្សេងមកអញ្ចឹងដើម្បីឲ្យយើងអាចបិទនៅសំឡេងទាំងនឹងបានយើងគ្រាន់តែចូលទៅក្នុង AI នេះដើម្បី AI ហ្នឹងវាធ្វើខៅយើងតែឥឡូវយើងចូលទៅអនុវត្តដល់គ្នាយើងគ្រាន់តែចូលមកក្នុងកម្មវិធី Auto AI នេះមកអូខេ Auto AI បន្តមកទៀតនេះយើងចូលមកកន្លែង do AI ហ្នឹងបន្តមកវានឹងចេញបែបនេះមកទាំងបែបនេះអញ្ចឹងបងប្អូនទាំងគ្នាគ្រាន់តែរកមើលកន្លែងពាក្យថា upload an audio ឬក៏ video file អញ្ចឹងបន្ទាប់ពីឃើញកន្លែងហ្នឹងហើយបងប្អូនចុចទៅលើហ្នឹងមកយើងអាចទៅយកវីដេអូឬក៏សំឡេង MP3 ហ្នឹងដែលយើងអាចចង់បិទសំឡេង noise នេះចោលអញ្ចឹងនឹងយកវីដេអូមួយនេះចុះតែបាន record តែលើយើងរងចាំតតែវាដើរចុះនេះវាគង់តែដំណើរការហើយគេដាក់ដល់ចំណុចទី2ហើយយើងរងចាំទីសិនទៅបន្តមកទៀតកន្លែងនេះគឺយើងអាចចុច play មើលបានឲ្យវាដើរទីសិនតើវីដេអូរបស់យើងបានកាត់នៅសំឡេងរំខានល្អកម្រិតណាអញ្ចឹងណាអូខេឥឡូវវារួចរាល់ហើយយើងអាចតេស្តមើលបាននាយករដ្ឋមន្ត្រីកម្ពុជាផ្ញើសារលេខសម្លេងចំណេញថាវីដេអូរបស់យើងហ្នឹង AI វាបានកាត់សំឡេង noise ល្អកម្រិតណាយើងអាចតេស្តបានឥឡូវចាជួននាយរដ្ឋមន្ត្រីថៃនិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់គ្មានអោឡាននេះគឺជាលទ្ធផលនៅក្នុងការធ្វើនៅការកាត់នៅសំឡេង noise រំខានដែលគ្រាន់តែយើងប្រើប្រាស់នៅ AI Auto Studio ដើម្បីឲ្យវាកាត់នៅសំឡេងរំខាននៅក្នុងវីដេអូរបស់យើងក៏ដូចជាសំឡេងពិសេសរបស់យើងហើយអ្វីដែលសំខាន់នោះគឺយើងអាច down បានប្រើដោយ free បានអញ្ចឹងលើយើងគ្រាន់តែយកពាក្យថា download នេះមកអូខេបន្ទាប់មកយើងឃើញបែបនេះយើងចុចត្រង់ចំណុចចុច3នេះមកយើងយកពាក្យថា download អញ្ចឹងវាឲ្យយើងដាក់នៅកន្លែងណាមួយដែលយើងចង់ដាក់អញ្ចឹងយើងដាក់ទៅតទៅយើងយកសៀងអញ្ចឹងបន្តមកទៀតគឺវានឹងដើរទៅវិញអញ្ចឹងយើងអាចចូលទៅមើលនៅក្នុងកុំព្យូទ័ររបស់យើងបានថាតើវីដេអូរបស់យើងបានកាត់ទៅសំឡេង noise ល្អកម្រិតណាឬក៏យ៉ាងណាយើងចូលមកក្នុងនាយករដ្ឋមន្ត្រីកម្ពុជាផ្ញើសារលេខសម្លេងទៅជួននាយករដ្ឋមន្ត្រីថៃនិងនាយឧត្តមសេនីយ៍ជាន់ខ្ពស់គ្មានអោឡានបន្ទាប់ពីនេះគឺជាលទ្ធផលដែលយើងធ្វើរួចរាល់ផ្សេងទៀតអញ្ចឹងណាបងប្អូនអញ្ចឹងអរគុណសម្រាប់ការទស្សនានៅវីដេអូនេះហើយកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូក៏ដូចជាចំណេះដឹងថ្មីៗបន្តទៀតអរគុណច្រើន